បានទៅផ្សារពេលព្រឹកចេះហើយនិយាយពីថាបន្លែវិញនៅស្រស់ល្អខ្លាំងមែនតើបងប្អូនហើយថ្ងៃនេះទៅផ្សារចំថ្ងៃគេបើកផ្សារទៀតនិយាយពីថាមនុស្សច្រើនខ្លាំងមែនតើឃើញតកូនហើយនឹងផ្កាខ្ទឹមនៅកន្លែងអ៊ីនេះល្អខ្លាំងពេកបងប្អូនហើយទិញមកបន្តិចទៅមើលផ្កាខ្ទឹមរបស់គាត់និយាយពីថាធំហើយឡើងវែងទលូហ្មងអត់ទិញច្រើនទេទិញមួយមុខតែបន្តិចទេបងប្អូនហើយទិញផ្កាខ្ទឹមហើយតកូនហើយប្តីខ្ញុំគាត់ក៏លេចមកឃើញសដៃគួររៀងល្អដែរដល់ពេលចឹងហើយក៏គាត់ថាយកសដៃគួរនេះមកដុំទៅយកទៅទុកឆាហើយខ្ញុំទៅផ្សារថ្ងៃហ្នឹងបងប្អូនហើយកំពុងតែដើរសុកស្រាប់តែមានយាយជនជាតិចិន2នាក់គាត់ស្រែកហៅខ្ញុំមកហើយដំបូងខ្ញុំមិនដឹងថាគាត់ហៅខ្ញុំទេដល់ពេលហៅខ្ញុំអត់លឺខ្ញុំអត់ងាកចឹងទៅក៏គាត់ខំប្រឹងដើរមកតាមខ្ញុំហើយចាប់ដៃខ្ញុំសួរថាខ្ញុំនឹងមានត្រូវការលក់សក់អត់ដោយសារតែគាត់ឃើញសក់ខ្ញុំរៀងវែងហើយក្រាស់ខ្ញុំដល់ពេលលឺគាត់សួរអញ្ចឹងមកឡើងគៀងបងប្អូនហើយប្តីខ្ញុំប្រកែកឡើងលឿនថាអត់លក់ទេដើរទៅដល់មុខទៀតក៏មានយាយសួរទៀតថាត្រូវការលក់សក់អត់និយាយទៅថ្ងៃនេះទៅផ្សារជួបតែយាយសួររឿងលក់សក់ទេបងប្អូនហើយខ្ញុំអត់ដែរជួបទេបងប្អូនហើយខ្ញុំមកនៅចិន2ឆ្នាំជាងហើយថ្ងៃនេះគឺជាលើកទី1សម្រាប់ខ្ញុំហើយដែលខ្ញុំទៅផ្សារហើយមានយាយហៅសួរខ្ញុំថាចង់លក់សក់អត់ទៅលក់ឯណាយាយអើយគ្នាខំប្រឹងថែមួយថ្ងៃទម្រាំទៅបានវែងប្រវែងនឹងមកវិញនេះអត់ដែរហ៊ានកាត់ហ៊ានអីទេឥឡូវនឹងសន្យាជាមួយខ្លួនឯងហើយថាឈប់កាត់សក់ខ្លីទៀតហើយទុកសក់ឲ្យវែងអញ្ចឹងណាដើម្បីតែអាសក់នៅជាប់ពណ៌ក្រហមមកកណាត់នឹងអត់ហ៊ានកាត់ចោលផងបងប្អូនហើយសុកចិត្តទុកវាឲ្យវាដុះតាមតាណាឲ្យវាផុតខ្លួនឯងអញ្ចឹងណាហើយមនុស្សខ្ញុំនេះគឺថាស្រឡាញ់សក់វែងប៉ុន្តែចូលចិត្តកាត់សក់ខ្លីណាបងប្អូនហើយឲ្យតែសក់មើលទៅរាងវែងរាងធ្ងន់ក្បាលបន្តិចនឹងដឹងតែចង់កាត់ហើយប៉ុន្តែលើកនេះអត់ទេទោះជាយ៉ាងណាក៏អត់កាត់ដែរបងប្អូនហើយដោយសារចង់ទុកសក់ឲ្យវែងហើយពួកខ្ញុំថ្ងៃនេះគឺថានាំគ្នាងើបទៅផ្សារពីព្រឹកបងប្អូនហើយពេលព្រឹកមកនឹងអត់ទាន់បានហូបអីពីផ្ទះទេអញ្ចឹងហើយក៏នាំគ្នាចូលហូបមីម្នាក់មួយចានអញ្ចឹងណាហើយមើលមីនៅស្រុកចិនទៅបងប្អូនហើយនិយាយពីថាចានប៉ុណ្ណាណីហើយមិនតិចទេណាបងប្អូនមីច្រើនខ្លាំងមែនតើនៅក្នុងនឹងខ្ញុំហូបអត់ដែលអស់ទេហើយដោយសារតែថ្ងៃនេះប្តីខ្ញុំក៏គាត់អត់ទាន់បានហូបអីដែរអញ្ចឹងហើយក៏ម៉ងម្នាក់មួយចានមកទៅបើសិនជាប្តីខ្ញុំហូបអីតិចតួចហើយក៏ម៉ងតែមួយចាននឹងហូប2នាក់ប៉ុន្តែគាត់រៀងហេវដែរដល់ពេលអញ្ចឹងហើយបើក៏ម៉ងមួយចានហូប2នាក់ទៅខ្លាចគាត់ហូបអត់ឆ្អែតសុខចិត្តក៏ម៉ងមួយចានម្នាក់ហើយគាត់ហូបនៅសល់ពីខ្ញុំទៀតបន្ទាប់ពីហូបមីអីហើយរួចរាល់នឹងដើរមកឃើញគេលក់ផ្លែភីផាល្អខ្លាំងមែនតើបងប្អូនហើយទុកចិត្តអត់ជាប់ទេទិញមកកញ្ច្រែងនេះផាជាខ្ទង់4គីឡូជាងបងប្អូនហើយនិយាយពីថាទិញនេះលោបដល់កហ្មងផ្លែភីផាឥឡូវហ្នឹងគឺថារៀងធូរថ្លៃជាងមុនតិចហើយ1គីឡូនៅ5យួន6យួនអីទេម្សិលមួយថ្ងៃម៉ែក្មេកបើខ្ញុំគាត់ទេមកប្រាប់ថាកូនអើយដើមភីផានៅក្រៅរោងបាយម៉ែហ្នឹងហើយនិយាយពីថាផ្លែឡើងចង់បាក់មេចហើយប្រាប់គាត់ថាម៉ែឯងទុកនៅហ្នឹងហើយចាំឆ្នាំក្រោយចាំខ្ញុំទៅបេះព្រោះអីឆ្នាំនេះខ្ញុំមិនបានទៅបេះទេនៅស្រុកមិនដែលអស់លុយទិញគេទេបងប្អូនហើយពេលឡើងមកនៅក្រុងចេះនិយាយពីថាទិញគ្រប់មុខហ្មងឥឡូវនេះពួកខ្ញុំបានមកដល់ផ្ទះវិញហើយថ្ងៃនេះក៏ខ្ញុំបានទទួលអីវ៉ាន់ពីបងស្រីជនជាតិខ្មែរដូចគ្នាគឺគាត់ផ្ញើផ្អកមកឲ្យខ្ញុំហូបបងប្អូនហើយដោយសារតាមមួយថ្ងៃមុនហ្នឹងគឺម៉ែរបស់គាត់ផ្ញើផ្អកមកពីខ្មែរដល់ពេលអញ្ចឹងហើយក៏គាត់ចែកគ្នាហូបអីអញ្ចឹងណាផ្អកគាត់នេះបើកម្រើមកនិយាយពីថាឡើងក៏អូបឈ្ងុយហ្មងបងប្អូនហើយក៏អរគុណបងស្រីខ្លាំងមែនតើដែលបានផ្ញើផ្អកមកឲ្យហូបប៉ុណ្ណឹងបាយកោសឆ្នាំងទៀតហើយ